សូមស្វាគមន៍ការវិលត្រឡប់មកកាន់កម្មវិធីព្រះពុទ្ធសាសនាថ្ងៃនេះសាជាថ្មីម្ដងទៀតហើយជាមួយខ្ញុំបាទនិងបដិប្រគុណព្រះសង្ឃវរវិជាសុបិនធឿនព្រះចារិកាវត្តមនីនឹងជាព្រះសមុខអនុគុណខណ្ឌបញ្ជីរាជធានីភ្នំពេញរបស់យើងហើយប្រធានបទនៅថ្ងៃនេះដែរនៃកម្មវិធីពុទ្ធសាសនាថ្ងៃនេះនឹងផ្ដោតទៅលើថាតើមូលហេតុអ្វីបានជាព្រះពុទ្ធជាម្ចាស់តែងសរសើរដល់ទីកន្លែងស្ងាត់មានន័យថាកន្លែងស្ងាត់ប្រាចាអំពីភាពសៅមងពីមានសម្លេងរំខានផ្សេងទៀតតើគុណតម្លៃនៃសេចក្តីស្ងាត់នេះផ្ដល់ឲ្យខ្លះដល់ជីវិតប្រចាំថ្ងៃរបស់យើងក៏ដូចជាជីវិតក្នុងសមណភេទនោះអញ្ចឹងខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះគុណម្ចាស់ប្រធានបទនៅថ្ងៃនេះផ្ដល់ជាសំខាន់ទៅលើថាតើមូលហេតុអ្វីបានជាពុទ្ធសរសើរនៅទីស្ងាត់គុណម្ចាស់ថាតើទីស្ងាត់ផ្ដល់ឲ្យខ្លះគុណម្ចាស់សូមចម្រើនពរតេតឹងទៅនឹងកន្លែងស្ងប់ស្ងាត់នេះគឺជាចំណុចមួយសំខាន់ណាស់សម្រាប់ព្រះយោគីវចរដែលលោកអ្នកបានចម្រើននៅព្រះកម្មដ្ឋានហើយអ្នកដែលចម្រើននៅព្រះកម្មដ្ឋានបើសិនបើមិនបានស្វែងរកទីស្ងប់ស្ងាត់ទេជួនកាលចិត្តហ្នឹងគឺមិនមានការស្ងប់មានការរវើរវាយដូច្នេះសរុបមកកន្លែងស្ងប់ស្ងាត់មានប្រយោជន៍ទី1ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះយោគីវចរឬមានវិខសាមណេរឬក៏ញាតិញោមពុទ្ធបរិស័ទដែលបានចម្រើនប្រកម្មដ្ឋានហ្នឹងដើម្បីដុតបង់កម្លោចបង់នៅកិលេសនិងអំណោយផលទី1ហើយទី2គឺដើម្បីបង្កើនរក្សានៅគុណធម៌ឬក៏ទប់ស្កាត់នៅអកុសលធម៌ដែលមានហ្នឹងគឺមិនឲ្យកើតមានបានយើងដឹងហើយថាពេលណាដែលមានអារម្មណ៍ឬក៏សម្លេងអ៊ូអរច្រើនអញ្ចឹងទៅដូច្នេះអារម្មណ៍របស់អ្នកចម្រើនធម៌ហ្នឹងគឺអត់ស្ងប់ទេអាចងាកទៅរកអកុសលធម៌ក៏ថាបានហើយថ្មសូមបញ្ជាក់បន្តិចថាអាយតនៈទាំង12ហ្នឹងយើងប្រែមកថាជាអណ្ដូងជាអណ្ដូងនៃកុសលធម៌ផងជាអណ្ដូងនៃអកុសលធម៌ផងហើយអាយតនៈទាំង12ហ្នឹងទី1ផ្នែកខាងក្នុងមាន6ផ្នែកខាងក្រៅមាន6មានន័យថារូបចក្ខុគូនឹងរូបដែលពេលណាដែលភ្នែកនឹងឃើញរូបល្អមិនល្អក៏ដោយវាបញ្ជូនព័ត៌មានមិនល្អដល់ផ្លូវចិត្តឬក៏អារម្មណ៍សំឡេងតិចនឹងគូនឹងសំឡេងពេលណាដែលតិចឮសំឡេងល្អមិនល្អក៏ដោយមានន័យថាបញ្ជូនព័ត៌មានល្អមិនល្អដល់អារម្មណ៍ពេលខ្លះទៅព័ត៌មានមិនល្អវាធ្វើឲ្យបុគ្គលកើតទុក្ខពេលខ្លះទៅជួនកាលព័ត៌មានឬក៏សម្លេងពីរោះអញ្ចឹងទៅធ្វើឲ្យមានការសប្បាយអញ្ចឹងហើយបានជាចិត្តហ្នឹងគឺអាចងាកទៅរកភ្លើនទៅរឿងអកុសលធម៌អញ្ចឹងគឺក្នុងន័យទី2គឺដើម្បីរារាំងទប់ស្កាត់បង្ការមិនឲ្យអកុសលធម៌កើតឡើងនៅក្នុងសន្តានចិត្តដែលជាទីកន្លែងស្ងប់ស្ងាត់ហ្នឹងដែលមានលក្ខណៈសំខាន់ណាស់សម្រាប់អ្នកចម្រើននៅពធហើយចំណុចទី3នោះគឺដើម្បីចម្រើននៅឈានបានចម្រើនពើឲ្យថាពេលណាដែលបុគ្គលណាមួយចង់អភិវឌ្ឍចិត្តគឺត្រូវចម្រើនឈានគឺមានន័យថាសម្លេងក្តីរូបក្តីណាក្លិនរសផតថពៈធម្មរំដែលអាត្មាបានបញ្ជាក់ថាអាយតនៈ12ខាងក្នុង6ក្រៅ6អាស្រ័យគ្នាច្រើននៅពេលណាមានន័យថាបុគ្គលនឹងមិនអាចដុតកម្លោចនៅអកុសលបានទេឈាននឹងគឺមិនអាចទទួលបានសម្រេចបានទេវាធ្វើឲ្យអ្នកដែលចម្រើនធម៌ហ្នឹងគឺមានការរវើរវាយចិត្តនឹងអណ្ដែតអណ្ដូងពេលខ្លះទៅសម័យគិតផ្ដេសផ្ដាស់ទៅក៏មានអ្នកទាំងហ្នឹងគឺចំណុចទី3ដែលសំខាន់គឺដើម្បីចម្រើនឈានហើយទី4នោះដែលជាចំណុចសំខាន់គឺសម្រាប់យោគីវចរដែលបានទៅកាន់ទីកន្លែងស្ងាត់គឺជាទីកន្លែងមួយធ្វើចិត្តឲ្យមានការស្ងប់ស្ងាត់ដែលយើងហៅថាជាចិត្តសមាធិដើម្បីទទួលបានចិត្តសមាធិបាននោះគឺចិត្តនឹងគឺត្រូវតែជាចិត្តមួយមានសភាពស្ងប់ដើម្បីឲ្យចិត្តនឹងមានសភាពស្ងប់គឺចិត្តនឹងកុំឲ្យមានសម្លេងណាមិនគប្បីបើណាដូចជាសម្លេងតាមតិចក្តីរូបតាមផ្លូវភ្នែកក្តីក្លិនតាមផ្លូវច្រមុះក្តីឬក៏ជីវហាងការដឹងរសជាតិតាមផ្លូវអណ្ដាតក្តីនេះគឺមិនឲ្យកើតមានច្រើនទេអញ្ចឹងហើយបាន
សមាធិគឺជាកិច្ចមួយសំខាន់មែនទែនហើយការដែលចម្រើនសមាធិនេះយើងដឹងហើយថាប្រសិនបើមិនរកកន្លែងស្ងប់ស្ងាត់ទេអាហ្នឹងគឺចិត្តអត់ស្ងប់ទេហើយអាត្មាលើកឡើងនេះគឺសម្រាប់តែយោគិវចរដែលអ្នករៀនកម្មដ្ឋានថ្មីហើយសម្រាប់អ្នកដែលបានចម្រើននៅកម្មដ្ឋានមានភាពថ្នឹកហើយវឹកហាត់បានសមរម្យហើយគឺគេអាចអង្គុយនៅទីកន្លែងណាក៏បានគេអាចរក្សាចិត្តរបស់គេមិនឲ្យរវើរវាយមិនឲ្យដែកដងទៅបានទេអញ្ចឹងគឺដែលបញ្ជាក់ហ្នឹងគឺចង់បញ្ជាក់ថាអ្នកដែលមានការចម្រើនប្រកម្មដ្ឋានដំបូងថ្មងថ្មីឃើញថាត្រូវតែរកកន្លែងស្ងប់ស្ងាត់ហើយចិត្តរបស់យើងនេះញាតិញោមពុទ្ធបរិស័ទជ្រាបហើយថាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជាកបិចិត្តតាំងចិត្តមិនខុសពីស្វាប្រហែលទេមានសភាពរលីងរលៀមគ្រាន់តែយើងកំពុងតែគិតមកខណៈកំពុងតែធ្វើអីមកខណៈចិត្តហ្នឹងគឺមានន័យថាចិត្តវាអណ្ដែតអណ្ដូងរត់ទៅកាន់ទីនេះបន្តិចពីនោះបន្តិចហើយបើសិនបើយើងគ្មានវិធានអប់រំចិត្តទេគឺមានន័យថាចិត្តហ្នឹងគឺតែងតែអណ្ដែតអណ្ដូងកាលណាចិត្តអណ្ដែតអណ្ដូងខ្លាំងរមែងទទួលបាននៅសេចក្តីទុក្ខអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធលោកបង្កើតរូបមន្តសមាធិហ្នឹងគឺដើម្បីទប់ស្កាត់ចិត្តមិនឲ្យចិត្តរវើរវាយហើយដើម្បីកុំឲ្យចិត្តមានសភាពរវើរវាយអណ្ដែតអណ្ដូងទៅកាន់ទីដទៃគឺចិត្តហ្នឹងត្រូវតែមានការវឹកហាត់តាមរយៈការចម្រើនសមាធិដើម្បីចម្រើនសមាធិបានគឺយើងត្រូវតែរកកន្លែងណាមានសភាពសមគួរទីតាំងមានសភាពស្ងប់ដែលជាអំណោយផលដ៏សំខាន់ជាទីបំផុតនៅក្នុងការអភិវឌ្ឍចិត្តហើយកាលណាបើចិត្តនឹងបានអភិវឌ្ឍបានអប់រំបានល្អហើយលោកសម្ដែងថាចិត្តតាំងតនតាំងសុខាវហੰចិត្តទាំងឡាយណាដែលបានអប់រំល្អចិត្តនឹងគឺតែងនាំមកនៅសេចក្តីសុខមកឲ្យបុគ្គលនោះហើយអាត្មាសូមបន្ថែមទៀតថារឿងសេចក្តីសុខរឿងសេចក្តីទុក្ខនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងហើយថាកើតចេញមកអំពីចិត្តនៅពេលណាដែលចិត្តបានអប់រំល្អចិត្តនឹងគឺតែងតែនាំមកនៅសេចក្តីសុខឲ្យបុគ្គលជាម្ចាស់ប៉ុន្តែនៅពេលណាដែលចិត្តនឹងមិនបានអប់រំល្អទេចិត្តនឹងក៏តែងតែផ្ដល់ឬក៏បង្កើតនៅទុក្ខទោសមកឲ្យខ្លួនវិញតែយើងបុគ្គលខ្លះមានការកើតទុក្ខមានវិបត្តិផ្លូវចិត្តអីយ៉ាងច្រើនដោយសាររឿងចិត្តខ្វះការអប់រំនឹងឯងអញ្ចឹងបានជាកន្លែងស្ងប់ស្ងាត់នេះគឺមានជាកន្លែងមួយអំណោយផលដល់ការអប់រំជាពិសេសការអភិវឌ្ឍផ្លូវចិត្តយ៉ាងសំខាន់ជាទីបំផុតផងដែរបាទគណៈប្រគំម្ចាស់បានលើកមិញថាសម្រាប់ព្រះយោគិវចរពូលគឺអ្នកស្វះស្វែងរកការអប់រំចិត្តផ្នែកសមថៈនិងវិបស្សនាកម្មដ្ឋាននោះគុំចាស់គឺជាចំណុចគោលដែលទាមទារឲ្យមានភាពស្ងប់អញ្ចឹងបានជាពុទ្ធជាម្ចាស់សរសើរនៅទីស្ងប់ប៉ុន្តែរឿងមួយទៀតបើយើងមើលជាក់ស្ដែងក្នុងជីវិតវិញគុំចាស់ថាតើការស្ងាត់កំបាំងនេះវាជួយឲ្យខ្លះគុំចាស់ទីកន្លែងស្ងាត់សម្រាប់ជីវិតយើងប្រតិបត្តិប្រចាំថ្ងៃមានការសិក្សាមានការបំពេញកាតព្វកិច្ចផ្សេងៗទៀតតើជាច្រកមួយដើម្បីជាការក្រៀកចិត្តឲ្យស្ថិតនៅក្នុងសមាធិស្ថិតនៅក្នុងការតាំងសតិបានទេគុំចាស់បើរឿងសំខាន់នោះយើងដឹងហើយថាមនុស្សយើងសពថ្ងៃមានសភាពទុនខ្សោយច្រើនណាហើយយើងសួរថាមូលហេតុបានជាមនុស្សយើងមានសភាពទុនខ្សោយមកអំពីមួយថ្ងៃយើងប្រើធម៌ពលច្រើនមែនទែនដែលបញ្ចេញតាមផ្លូវភ្នែកតាមផ្លូវត្រចៀកតាមផ្លូវច្រមុះតាមផ្លូវអណ្ដាតតាមផ្លូវកាយហើយវាធ្វើឲ្យចិត្តយើងមានសភាពខ្សោយហើយនៅពេលណាដែលមនុស្សយើងមានសភាពខ្សោយផ្នែកខាងផ្លូវចិត្តគឺមនុស្សនឹងគឺមានភាពទន់ជ្រាយណាស់អាត្មាសូមបញ្ជាក់ថាយើងមើលអ្នកខ្លះមានសភាពមួយថាទោះបីកាយនឹងមានអំណោយផលច្រើនយ៉ាងណាក៏ដោយប៉ុន្តែបើសិនបើចិត្តនឹងមានសភាពទន់ខ្សោយដែលយើងហៅថាពិការចិត្តហ្នឹងដូច្នេះបុគ្គលនឹងអត់សូវមានគុណប្រយោជន៍ប្រមាណទេណាអញ្ចឹងបានជាអ្នកខ្លះគេមានលក្ខណៈមិនសូវអំណោយផលផ្នែកខាងផ្លូវកាយប៉ុន្តែចិត្តរបស់គេមានសភាពរឹងប៉ឹងជាចិត្តមួយមានកម្លាំងពលំខ្លាំងក្លាតាមរយៈការដែលគេអប់រំចិត្តបានល្អនៅពេលនោះចិត្តរបស់គេមានសភាពរឹងប៉ឹងអញ្ចឹងបុគ្គលនឹងគឺអាចធ្វើអ្វីបានកើតអញ្ចឹងបានជានឹងគឺជាកត្តាមួយសម្រាប់បាននៅការអភិវឌ្ឍផងដែរអញ្ចឹងការអភិវឌ្ឍគឺផ្ដើមចេញពីការអភិវឌ្ឍបុគ្គលអ្នករៀនសូត្រក៏ចឹងអ្នកដែលចង់បានចំណេះដឹងរៀនសូត្រឆាប់ចាំឆាប់ចេះក៏ត្រូវតែស្វែងរកនៅទីកន្លែងស្ងាត់ធ្វើចិត្តយ៉ាងម៉េចឲ្យជាចិត្តស្ងប់កាលណាចិត្តស្ងប់មានចិត្តនឹងមានសភាពរឹងប៉ឹងចិត្តនឹងមិនទន់ជ្រាយអញ្ចឹងយើងសិក្សានៅវិជ្ជាផ្លូវលោកក្តីវិជ្ជាផ្លូវធម៌ក្តីក៏ឆាប់ចេះដែរអញ្ចឹងបានជាអ្នករៀនសូត្រយើងមើលទៅដែលមានការរៀនសូត្រឆាប់ចាំឆាប់ចេះគឺដោយសារចិត្តនឹងមានសភាពរឹងប៉ឹងហើយដើម្បីចិត្តមានសភាពរឹងប៉ឹងគឺគេរកកន្លែងស្ងប់ស្ងាត់ដើម្បីចម្រើននៅពធហ្នឹងហើយអ្នកសម្រេចនៅគុណវិសេសដទៃទៀតអ្នកឈានដល់កំពូលខ្លាយទៅជាមនុស្សល្បីល្បាញនៅក្នុងសង្គមក៏កើតចេញមកអំពីការ
អប់រំចិត្តនិងកើតចេញមកអំពីការដែលរកទីកន្លែងស្ងប់ស្ងាត់ដើម្បីធ្វើយ៉ាងម៉េចឲ្យចិត្តមានសភាពរឹងប៉ឹងកុំឲ្យចិត្តមានសភាពទន់ខ្សោយកម្មវិធីពុទ្ធសាសនាថ្ងៃនេះឈានចូលដល់ទីបញ្ចប់ទៅហើយវេលាថ្ងៃស្អែកខ្ញុំព្រះករុណាខ្ញុំបាននឹងវិលត្រឡប់មកជួបប្រគុណម្ចាស់អស់លោកស្រីនិងកញ្ញាតាមពីដំណងដដែលគណៈនេះខ្ញុំព្រះករុណាខ្ញុំបាទសូមអរគុណសូមគោរពលាសូមស្វាគមន៍ការវិលត្រឡប់មកកាន់កម្មវិធីពុទ្ធសាសនាថ្ងៃនេះជាថ្មីម្ដងទៀតជាមួយខ្ញុំបាទហើយវាគ្មិននៅថ្ងៃនេះដែរគឺដោយសពមួយដងតែមានបដិប្រគុណព្រះសង្ឃព្រះវិជាសុបន្ធឿនព្រះចារិកាវណ្ណមុនីនិងជាព្រះសមុអនុគុណខណ្ឌបញ្ជ័យព្រះអង្គបានចំណាយពេលរបស់ព្រះអង្គទៀតហើយក្នុងការនិមន្តចូលរួមធ្វើជាវាគ្មិនប្រធានបទសំខាន់នៅថ្ងៃនេះនិយាយអំពីការកសាងសន្តិភាពតាមរយៈព្រះពុទ្ធសាសនាប៉ុន្តែមុននឹងឈានចូលដល់ការកសាងសន្តិភាពតាមពុទ្ធសាសនានោះចង់ឲ្យប្រគុណម្ចាស់រំគីសេចក្តីពាក់ព័ន្ធទៅលើពាក្យថាសន្តិភាពដោយសារតែពាក្យនេះហាក់ដូចជានៅកប់ជ្រៅនៅឡើយហើយភាគច្រើនយើងគាត់នៅហាក់ដូចជានិយាយត្រឹមតែនិយាយគាត់នៅជាការព្រោះប៉ុណ្ណេះប៉ុន្តែរឿងព្រោះមួយទៀតថាតើការធ្វើឲ្យមានសន្តិភាពពិតហ្នឹងគឺស្អីហើយប្រជាពុទ្ធបរិស័ទយើងប្រហែលជាការយល់នៅមានកម្រិតនៅឡើយអំពីពាក្យសន្តិភាពនេះអញ្ចឹងខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះព្រះម្ចាស់ហើយប្រធានបទនៅថ្ងៃនេះការកសាងសន្តិភាពតាមរយៈពុទ្ធសាសនាប៉ុន្តែជាជំហានដំបូងខ្ញុំកណាចង់ព្រះម្ចាស់រំគីសេចក្តីទៅលើពាក្យថាតើសន្តិភាពមានន័យមិនទេគុំចាស់ដោយសារតែគេច្រើននិយាយជាទូទៅប៉ុន្តែមិនដឹងថាតើអ្នកពូលនោះយល់ដល់ទីជម្រៅប៉ុណ្ណាគុំចាស់ចឹងសូមរតនាកណាក៏សូមចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទផងដែរពាក្យសន្តិភាពនេះយើងញែកទៅជាពីរបទទី1គឺបងពីពាក្យថាសន្តិឬក៏សាន្តិហើយទី2បងភាពឬក៏ភាវៈហើយសន្តិឬក៏សាន្តិហ្នឹងយើងប្រែមកថាសភាពស្ងប់ណាសភាពស្ងប់ហើយសេចក្តីស្ងប់នេះគឺសំដៅយកភាពស្ងប់មាន2ទី1គឺស្ងប់ខាងក្នុងហើយទី2ស្ងប់ខាងក្រៅមានន័យថាសន្តិភាពដែលមាននៅខាងក្នុងចិត្តរបស់មនុស្សហើយនិងសន្តិភាពដែលមាននៅខាងក្រៅចិត្តរបស់មនុស្សហើយសន្តិភាពទាំងពីរនេះញាតិញោមពុទ្ធបរិស័ទទាំងឡាយក៏ត្រូវតែអាស្រ័យគ្នាណាទៅវិញទៅមកដែរដើម្បីឲ្យមានសន្តិភាពនៅខាងក្រៅក៏យើងត្រូវតែមានសន្តិភាពនៅខាងក្នុងពោលគឺចិត្តរបស់មនុស្សយើងនឹងដែលជាចិត្តស្ងប់ជាចិត្តមិនប្រកបដោយទោសៈជាចិត្តមិនមានអរិភាពចំពោះអ្នកដទៃឬក៏ខ្លួនឯងជាដើមនឹងខណៈបើមនុស្សម្នាក់មានសភាពស្ងប់ខាងក្នុងបែបនេះអញ្ចឹងគឺនេះជាសន្តិភាពផ្នែកខាងក្នុងគឺផ្លូវចិត្តរបស់មនុស្សខណៈបើខាងក្នុងមានអញ្ចឹងខាងក្រៅក៏មានដែរគឺសភាពស្ងប់សភាពដែលយើងមើលទៅការរស់នៅក្នុងសង្គមមនុស្សមានការឯកភាពគ្នាចេះរួមរស់ជាមួយគ្នាចេះចែករំលែកសេចក្តីសុខដល់គ្នានឹងគ្នាដូច្នេះហើយសន្តិភាពគឺសំដៅយកភាពស្ងប់ទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅនេះឯងពើសូមចម្រើនពើគណៈប្រគុណម្ចាស់បានលើកមិញថាបញ្ហាសន្តិភាពគឺជារឿងធំដែលជីវិតមនុស្សទាំងឡាយលើលោកីនេះទាមទារឲ្យចង់បានប្រាថ្នាគ្រប់រូបដែលមាន2ចំណុចទី1ពីខាងក្នុងនិងពីខាងក្រៅការធ្វើឲ្យស្ងប់ពាក់ព័ន្ធទៅលើរឿងដដែលថាតើព្រះពុទ្ធសាសនាមានបានបង្ហាញនិងប្រាប់ផ្លូវមិនទេគុំចាស់ដើម្បីកសាងឲ្យមានសន្តិភាពទាំងខាងក្នុងទាំងខាងក្រៅតើធ្វើម៉េចគុំចាស់បើវិធីតាមបែបពុទ្ធសាសនានោះគឺព្រះអង្គលោកបានមានវិធីច្រើនណាស់ហើយអាត្មាសូមបញ្ជាក់បន្ថែមថាសន្តិភាពនេះពេលខ្លះយើងត្រូវកំណត់និយមន័យបន្ថែមថាយើងថាជាអាហារប្រចាំជីវិតក៏ថាបានដែរពីព្រោះមនុស្សម្នាក់មានការស្រឡាញ់មានការចូលចិត្តចង់បាននៅសន្តិភាពនឹងណាស់បើនិយាយទៅដូចជាអាហារដែលយើងបរិភោគប្រចាំថ្ងៃអញ្ចឹង
បើសិនបើជីវិតយើងរស់នៅមិនមានសន្តិភាពទេហាក់ដូចជាយើងអត់អាហារសម្រាប់ទ្រទ្រង់កាយដូច្នោះដែរអញ្ចឹងបានជាក្នុងន័យនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជាលក្ខខណ្ឌចាំបាច់ជាទីបំផុតសម្រាប់ជីវិតដូច្នេះហើយដើម្បីឲ្យទទួលបាននៅសន្តិភាពសម្រាប់ជីវិតរបស់មនុស្សជាតិទូទៅព្រះពុទ្ធសាសនាមានវិធានទី1នោះគឺត្រូវប្រតិបត្តិតាមគឺព្រហ្មវិហារធម៌ទាំង4បើហើយក្នុងព្រហ្មវិហារធម៌ទាំង4នោះគឺមានយើងចែកមុខទី1គឺមានមេត្តានេះគឺសំដៅយកវិធីរំដោះចិត្តចេញពីចំណងទោសៈឬក៏មិនមានអរិភាពនៅក្នុងផ្លូវចិត្តរបស់យើងដែលមានការគុំគួនទៅលើអ្នកដទៃនឹងដែលក្នុងន័យដែលអាត្មាសូមប្រើនៅក្នុងពេលបច្ចុប្បន្នហ្នឹងបើហើយទី2នោះគឺមុទិតាគឺសំដៅយកអារម្មណ៍ដែលញ៉ាំងចិត្តរំញ័រដល់ផ្លូវចិត្តឬក៏បេះដូងនឹងឲ្យមានរំញោចឬក៏មានរំញ័រល្អណាទៅលើការដែលមានការឈឺឆ្អាលចំពោះសេចក្តីទុក្ខរបស់អ្នកដទៃមានន័យថាឃើញគេបានទុក្ខចិត្តនឹងគឺប្រកបដោយមុទិតាគឺត្រូវតែមានការចិត្តចេតនាល្អចង់ឲ្យអ្នកដទៃរួចចាកទុក្ខនឹងគឺជាកត្តាសំខាន់មួយដែរហើយទី3នៅក្នុងព្រហ្មវិហារធម៌ទាំង4នោះគឺមុទិតាមេត្តាករណាមុទិតាបើទី3គឺមុទិតាទី2មិញករណាមុទិតានោះគឺសំដៅទៅលើសភាពរបស់ចិត្តដែលមានការស្រឡាញ់ឬក៏ចង់ឲ្យអ្នកដទៃហ្នឹងរួចចាកទុក្ខហើយជាពិសេសនោះគឺឃើញសេចក្តីសុខរបស់អ្នកដទៃមានការស្រឡាញ់ឬក៏មានចេតនាទៅសើឬក៏អបអរសាទរចំពោះសេចក្តីសុខរបស់អ្នកដទៃនឹងទី3បើណាទី1មេត្តាទី2ករណាទី3មុទិតាហើយទី4នោះឧបេក្ខាសំដៅយកចិត្តដែលជាតួកុសលហើយចិត្តនឹងសំដៅយកសភាពរបស់បញ្ញាផងដែរដែលមើលឃើញឆ្លោះឲ្យឃើញនៅសភាពពិតហើយជាចិត្តចេញចាកនៅឧបាទានគឺការប្រកាន់ហើយមួយផ្នែកទៀតនោះជាចិត្តដែលចេញចាកនៅអកតេធម៌ទាំង4មានឆន្ទាកតេទោសាកតេមោហាកតេភយាកតេជាដើមមិនស្រឡាញ់មិនស្អប់ដោយប្រការណាមួយទេនេះគឺជាវិធីទី1ដែលអាត្មាចម្រើនពរថាតាមបែបពុទ្ធសាសនានៅពេលណាដែលមនុស្សយើងប្រតិបត្តិតាមវិធីនេះនឹងសន្តិភាពរមែងកើតឡើងទី2គឺមានការអត់ឱនក៏ជាកត្តាសំខាន់ហើយទី3គឺមានការត្រាប្រណីការលើកលែងទោសដល់គ្នានឹងគ្នាពេលណាមានកំហុសឆ្គងដល់គ្នាទេដូច្នេះយើងមានចិត្តហ្នឹងគឺមានការលើកលែងអត់ឱនគ្នាទៅវិញទៅមករស់នៅក្នុងពេលបច្ចុប្បន្នដូច្នេះគោលការណ៍3ចំណុចសំខាន់នេះដែលមកសូមបញ្ជាក់អញ្ចឹងហើយតាមពិតទៅក្នុងពុទ្ធសាសនាគឺមានវិធីច្រើនតែមកលើកតែ3ចំណុចសំខាន់ហើយចំណុចសំខាន់ទាំង3មានព្រហ្មវិហារធម៌4មានការអត់ឱននិងការលើកលែងទោសអីដល់គ្នាហ្នឹងគឺមានលក្ខណៈសំខាន់ណាស់យើងមើលសពថ្ងៃអាត្មាសូមងាកទៅខាងដើមបន្តិចថាពិភពលោកទាំងមូលគឺមានអ្វីសពយ៉ាងទាំងអស់លើផែនដីហ្នឹងសម័យសពថ្ងៃមានការរីកចម្រើនទាំងផ្នែកខាងបច្ចេកវិទ្យារីកចម្រើនដល់កំពូលហើយមនុស្សទាំងអស់យើងមើលទៅក៏មានការអប់រំបានសិក្សាបញ្ចប់នៅការសិក្សាដល់កំពូលក៏ថាបានដែរប៉ុន្តែយើងសួរថាហេតុបានជាពិភពលោកទាំងមូលនៅខ្វះសន្តិភាពមូលហេតុអីគឺមូលហេតុសំខាន់នោះដោយបានចម្រើនពរឲ្យថាមកអំពីយើងខ្វះនៅមេត្តាធម៌ព្រហ្មវិហារធម៌នឹងឯងទោះបីជាសម្ភារៈកើតឡើងសម្បូរបែបយ៉ាងណាក៏ដោយកាលណាមនុស្សប្រទេសអ្នកមានខ្វះមេត្តាធម៌ខ្វះព្រហ្មវិហារធម៌ខ្វះការអត់ឱនការត្រាប្រណីហើយមានន័យថាសន្តិភាពក៏មិនអាចកើតឡើងដែរអញ្ចឹងបានជាវិធីនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងឲ្យថាវិធីតាមរយៈព្រហ្មវិហារធម៌ទាំង4ហ្នឹងគឺជាមានតួនាទីសំខាន់ដើម្បីកសាងសន្តិភាពធ្វើឲ្យរក្សាសន្តិភាពផងរក្សាផងកសាងផងនៅពេលណាដែលមនុស្សទាំងអស់យល់ចូលចិត្តស្រឡាញ់ហើយយកមកប្រតិបត្តិទៅដូច្នេះសន្តិភាពរមែងកើតឡើងគឺបានទទួលបាននូវគុណប្រយោជន៍សម្រាប់ខ្លួនយើងផងសម្រាប់គ្រួសារផងនិងសង្គមជាតិជាពិសេសពិភពលោកទាំងមូលផងដូច្នេះតួនាទីពុទ្ធសាសនាគឺបានបង្ហាញសម្ដែងគឺមានតួនាទីសំខាន់ណាស់ដែលជាមាគ៌ាដើម្បីរក្សាសន្តិភាពនិងកសាងសន្តិភាពផងដែរបងណាអញ្ចឹងសូមអរគុណគុណម្ចាស់ដែលបងបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការនិមន្តចូលរួមដោយសារពេលវេលាអស់ទៅហើយគុណម្ចាស់បាទកម្មវិធីព្រះពុទ្ធសាសនាថ្ងៃនេះឈានចូលដល់ទីបញ្ចប់ទៅហើយនៅវេលាថ្ងៃស្អែកខ្ញុំកណាខ្ញុំបាទនឹងវិលត្រឡប់មកជួបគុណម្ចាស់អស់លោកស្រីនាងកញ្ញាតាំងពីដំណងដដែលគណៈនេះខ្ញុំព្រះករណាខ្ញុំបាទសូមអរគុណសូមគោរពលា
สมาคมนะครับตลอดมาการการวิธีพระพุทธศาสนาทั้งไงนิสาเจียทำไมมาดองติดให้ประเทศอบอดในทั้งไงนี่ในเยี่ยมปีการก่อสร้างทุนเทียมมนุษย์แต่ซาแต่เรื่องทุนเทียมมนุษย์คือเรื่องจำเป็นนะให้เพียรชานยืนสเกตมือคือในยืนปรังแปลงของการโรคในตรวจทุนปันใดยืนพลิกนึกดอการทุนบังเกิดทุนเทียมมนุษย์ถ้าตามมีเกี่ยวกับพุทธศาสนาเรียนว่าหายวิธีหนึ่งแหลกกันนะโปรนิชัยเอาไว้คลาในการเชียนอ่อยเมียนในทุนเทียมมนุษย์รวมการทุนเทียมมนุษย์ล้อสมบูรณ์โดยทุนเทียมมนุษย์ไปจิตจิตหนึ่งรีจำร้านตามวิทยาพิทุนเทียมมนุษย์หน่วยจังดำไปกับมอยขายไปอยู่trongการสุ่มตั้งในสมรูจำพวกคุณจ่าแต่มาร้องการคุณจ่าทัตตาการอภิวัตยืรวมการก่อสร้างทุนเทียมมนุษย์ตามวิทยาพุทธศาสนาเกิดเธอยังไม่ปนชีจงเพียงบ่มจอมคุณจ่าตรงกิจเสกได้ยังปีทุนเทียมมนุษย์มาร้องทัตตามนุษย์เดิมเป็นทุนเทียมมนุษย์ยังไม่คุณจ่าสุ่มอะไรตัวนี้นะសូមចម្រើនពរមុននឹងបញ្ជាក់អំពីធនធានមនុស្សថ្មសូមឲ្យនិយមន័យថាតើមនុស្សនឹងមានអត្ថន័យយ៉ាងម៉េចមនុស្សនេះគឺមកអំពីពាក្យបាលីថាម្នាក់បងឧស្សៈបច្ច័យហ្នឹងគឺយើងបង្កើតបានជាពាក្យថាមនុស្សហើយមនុស្សហ្នឹងគឺសំដៅយកបុគ្គលដែលមានចិត្តខ្ពស់អ្នកដែលមានចិត្តឧត្តមឧត្តមអ្នកដែលមានការខ្មាស់ខ្ពើមនៅអំពើទុច្ចរិតឬក៏អំពើបាបនឹងគេឲ្យឈ្មោះហៅថាមនុស្សហើយមនុស្សនេះតាមទស្សនៈវិទូមួយចំនួនក៏បានលើកឡើងហើយថាអ្នកដែលមានចិត្តគិតពិចារណារកហេតុផលការគិតត្រូវហ្នឹងក៏ចាត់ទុកថាជាមនុស្សដែរហើយយើងដឹងហើយថាក្នុងការកសាងការអភិវឌ្ឍសង្គមក្តីគឺផ្ដើមចេញពីមនុស្សព្រោះមនុស្សនេះគឺជាកត្តាសំខាន់មួយមកប្រៀបធៀបឧទាហរណ៍ថាយើងមានធនធានធម្មជាតិច្រើនដល់កម្រិតណាក៏ដោយនៅក្រោមដីមានរ៉ែមានត្បូងច្រើនដល់កម្រិតណាក៏ដោយក៏ប៉ុន្តែគ្មានមនុស្សទៅយករបស់នឹងមកប្រើប្រាស់ទេក៏របស់អស់ហ្នឹងហាក់ដូចជាអត់ទាន់ខ្លាចទៅជាគុណប្រយោជន៍សម្រាប់មនុស្សជាតិដែរដូច្នេះដើម្បីយករបស់នឹងមកប្រើប្រាស់កើតគឺយើងត្រូវតែបង្កើតធនធានមនុស្សឲ្យមនុស្សចេះជំនាញចេះការតាំងពីការសិក្សាអីទាំងអស់អញ្ចឹងទៅមនុស្សអាចមានឱកាសទៅយករបស់នឹងបានប្រើប្រាស់ដើម្បីជាគោលសម្រាប់ប្រយោជន៍របស់មនុស្សជាតិបើអញ្ចឹងគឺមនុស្សនេះគឺមានតួនាទីសំខាន់ដែលយើងហៅថាធនធានមនុស្សហើយធនធានមនុស្សនៅក្នុងពុទ្ធសាសនាគឺតាមពិតទៅមិនខុសអ្វីអំពីផ្លូវលោកទេប៉ុន្តែអាត្មាសូមចម្រើនពរជូនថាតាមបែបពុទ្ធសាសនាកាលណាបើនិយាយពីធនធានមនុស្សគឺសំដៅយកមនុស្សដែលប្រើការកើតមនុស្សដែលមានប្រយោជន៍សម្រាប់ខ្លួនឯងផងសម្រាប់សង្គមផងហើយមនុស្សដែលមានប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមគឺមនុស្សត្រូវតែប្រកបដោយគុណសម្បត្តិ3ទី1គឺមនុស្សដែលមានគុណសម្បត្តិសិលហ្នឹងគឺសំដៅយកអរិយាបថការប្រព្រឹត្តរបៀបរៀបរយនៃការរស់នៅនឹងមានសេចក្តីថ្លៃថ្នូរគោរពច្បាប់សិលធម៌សង្គមច្បាប់រដ្ឋអីជាដើមហ្នឹងបើនេះគឺមនុស្សដែលមានគុណសម្បត្តិសិលហើយគុណសម្បត្តិទី2មនុស្សដែលមានគុណសម្បត្តិផ្នែកខាងផ្លូវចិត្តគឺចិត្តហ្នឹងគឺជាចិត្តមួយមានសភាពរឹងប៉ឹងចិត្តមួយជាចិត្តមួយមានលក្ខណៈស្អាតស្អំបេះដូងគឺស្អាតចង់ឲ្យអ្នកដទៃហ្នឹងគឺមានសេចក្តីសុខដោយសារអំណាចនៃអំពើល្អរបស់ខ្លួនអញ្ចឹងហើយបានជាចិត្តនេះក៏ជាកត្តាសំខាន់ដែរសម្រាប់ទ្រទ្រង់មនុស្សឲ្យមានខ្លាចទៅជាធនធានដ៏សំខាន់សម្រាប់សង្គមហើយលក្ខណៈសំខាន់ទី3លក្ខណៈសម្បត្តិទី3គឺសំដៅយកមនុស្សដែលមានបញ្ញាគឺសំដៅយកចំណេះវិជ្ជាហើយចំណេះវិជ្ជាបែងចែកជាពីរទេគឺចំណេះវិជ្ជាផ្លូវលោកនិងចំណេះវិជ្ជាផ្លូវធម៌ចំណេះវិជ្ជាផ្លូវលោកគឺមានតាំងពីចំណេះជំនាញបច្ចេកទេសដែលចំណេះវិជ្ជាផ្នែកខាងភូមិសាស្ត្រប្រវត្តិសាស្ត្រវិទ្យាសាស្ត្រអីទាំងអស់ហ្នឹងហើយចំណេះផ្នែកខាងផ្លូវធម៌គឺសំដៅយកការយល់ដឹងទៅលើទ្រឹស្ដីសច្ចធម៌របស់ពុទ្ធសាសនាការសិក្សាផ្នែកខាងពុទ្ធសាសនាឲ្យបានស៊ីជម្រៅនឹងហៅថាធនធានបញ្ញាហើយលក្ខខណ្ឌសម្បត្តិទាំង3នេះគឺដោយអាត្មាចម្រើនពរថានៅពេលណាដែលមនុស្សមានលក្ខខណ្ឌទាំង3ហ្នឹងគឺនឹងគឺខ្លាចទៅជាធនធានមនុស្សដ៏សំខាន់ហើយអាត្មាសូមប្រៀបធៀបបន្តិចថាជីវិតរបស់មនុស្សយើងម្នាក់
បើតាមពុទ្ធសាសនាឲ្យបែងចែកពីរឿងលក្ខណៈសម្បត្តិ3ហ្នឹងទី1សិលទី2សមាធិទី3បញ្ញាអញ្ចឹងមនុស្សយើងក៏បែងចែកជា3ដែរសិលហ្នឹងគឺអាត្មាសូមបែងចែកថាត្រឹមចកេះចុះក្រោមហ្នឹងចាត់ទុកដូចជាសិលអញ្ចឹងជើងត្រឹមចកេះចុះក្រោមហ្នឹងជាមូលដ្ឋានទ្រទ្រង់ដល់ផ្លូវចិត្តដែរហើយដើមទ្រូងយើងគឺសម្រាប់ជាទីកន្លែងស្នាក់នៅរបស់ចិត្តណាអញ្ចឹងគឺនេះជាចំណែកទី2ហើយចំណែកទី3យើងគិតពីកឡើងលើគឺក្បាលរបស់មនុស្សយើងហ្នឹងគឺជាទីកន្លែងបើនិយាយទៅជាកន្លែងបញ្ជាគឺជាទីកន្លែងសម្រាប់បង្កប់និងបង្កប់នៅបញ្ញានៅខាងហ្នឹងអញ្ចឹងបានជាយើងបែងចែកតាមលក្ខណៈសម្បត្តិទាំង3ហើយយកតួខ្លួនមនុស្សមកបែងចែកទាំង3ហ្នឹងគឺមនុស្សយើងត្រូវតែមានសិលត្រូវតែមានសមាធិនិងបញ្ញាសិលជាមូលដ្ឋានជាផែនដីសម្រាប់ទ្រទ្រង់ផ្លូវចិត្តផងហើយផ្លូវចិត្តក៏ជាមូលដ្ឋានទ្រទ្រង់នៅបញ្ញាផងអញ្ចឹងបានជាការប្រណិប័តនៅក្នុងពុទ្ធសាសនាគឺមានលំដាប់លំដោយបែបនេះដូច្នេះកាយរបស់មនុស្សយើងបែងចែកទៅតាមលក្ខណៈសម្បត្តិទាំង3ហ្នឹងគឺមនុស្សយើងត្រូវតែមានសិលត្រូវតែមានសមាធិនិងបញ្ញាទើបខ្លាចទៅជាធនធានមនុស្សដ៏សំខាន់ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនឹងផងដែរបាទកណាប្រគំចាស់បានលើកមិនថាសិលគឺដូចជាផែនដីអញ្ចឹងចំណុចនេះពីត្រឹមមកកណាត់ចកេះចុះក្រោមជាតួសិលមានន័យថាការទ្រទ្រង់រាងកាយឲ្យបានទៅមុខអញ្ចឹងកុំចាស់ឲ្យតាំងនៅមាំអាចស៊ប់កុំចាស់ធ្វើឲ្យយើងឈរនឹងបានស៊ប់ដូចជាខ្ញុំកណាកំពុងឈរឲ្យស៊ប់អញ្ចឹងបញ្ហាសិលគឺជារឿងធំបន្តមកទៀតគឺបញ្ញាគួរក្បាលហើយនឹងបេះដូងគឺជាជំរករបស់ចិត្តត្រូវមានទាំងអស់ពាក់ព័ន្ធទៅលើរឿងដដែលកុំចាស់ផ្អែកតាមពុទ្ធសាសនាដដែលនឹងថាតើគេត្រូវបដោះមិនកុំចាស់ដើម្បីឲ្យមានរបស់3នេះកុំចាស់ព្រោះ3នេះជារឿងធំកុំចាស់បើចំណុចទាំង3នេះដើម្បីបដោះបានគឺទី1មនុស្សយើងត្រូវបង្កើតសិលជាមុននៅក្នុងនៃពុទ្ធសាសនាលោកសម្ដែងឲ្យថាសិលហ្នឹងគឺជាប្រភពនៃកុសលធម៌ទាំងអស់នៅពេលណាដែលមនុស្សមានចំណេះក៏ដោយប៉ុន្តែខ្វះសិលធម៌ខ្វះគុណធម៌ទេគឺមនុស្សយើងមិនអាចទ្រទ្រង់នៅគុណតម្លៃបានដែរអញ្ចឹងគឺត្រូវបណ្ដោះធ្វើយ៉ាងម៉េចឲ្យខ្លួនមានសិលដើម្បីឲ្យខ្លួនមានសិលបានមនុស្សទាំងអស់គឺត្រូវមានហិរិនិងអត្តបៈគឺសេចក្តីខ្មាស់ខ្ពើមនៅអំពើទុច្ចរិតឬក៏អំពើបាបហើយរៀបចំកាយរបស់យើងនឹងហើយយើងចេះស្រឡាញ់នៅគុណធម៌នឹងតែម្ដងកាលណាបើយើងចេះឲ្យតម្លៃនៅគុណធម៌ថាទូនាទីរបស់សិលមានទូនាទីយ៉ាងម៉េចសម្រាប់ទ្រទ្រង់សង្គមទ្រទ្រង់បុគ្គលខ្លួនឯងឲ្យមានគុណតម្លៃទៅបានដូច្នេះមនុស្សអាចស្រឡាញ់សិលហើយនឹងអាចប្រតិបត្តិសិលអញ្ចឹងគឺផ្ដើមចេញពីការស្រឡាញ់ដើម្បីបដោះសិលគឺត្រូវស្រឡាញ់នៅសេចក្តីល្អត្រូវខ្មាស់ខ្ពើមនៅអំពើបាបកាលណាយើងមានសេចក្តីស្រឡាញ់នៅសេចក្តីល្អហើយយើងចេះរស់នៅប្រកបដោយសេចក្តីសុខទី2គឺទូនាទីរបស់សិលគឺធ្វើឲ្យយើងទ្រទ្រង់មនុស្សយើងឲ្យមានគុណតម្លៃបានយើងមើលមនុស្សដែលមានសិលនិងអត់សិលខុសគ្នាអ្នកខ្លះទោះបីមានចំណេះសមត្ថភាពប៉ុណ្ណាក៏ដោយប៉ុន្តែអត់មានសិលទ្រទ្រង់មានន័យថាដូចជាអត់មានផែនដីទ្រអញ្ចឹងដូច្នេះកម្លាំងនៃការទ្រទ្រង់បុគ្គលហ្នឹងគឺអត់ឲ្យមានឧត្តមភាពបានទេដោយសារខ្វះសិលហ្នឹងអញ្ចឹងបានជាផែនដីហ្នឹងគឺជាទីកន្លែងមួយសម្រាប់ឈើហើយនៅក្នុងនៃពុទ្ធសាសនាក៏ដូចគ្នាអញ្ចឹងបងលោកសម្ដែងថាដើម្បីកាប់ឆ្ការនៅព្រៃបានគឺព្រៃនៅក្នុងទីនេះគឺសម្ដៅយកអកុសលធម៌មានលោភៈទោសៈមោហៈគឺមនុស្សទាំងអស់ត្រូវតែមានផែនដីឈើសិនហើយត្រូវមានផែនដីហើយគឺត្រូវមានកំបិតពលគឺការព្យាយាមរបស់យើងកាលណាមានកំបិតហើយរួមជាមួយនឹងបញ្ញាដូច្នេះអាចកាប់ឆ្ការនៅព្រៃក្រាស់បានពលគឺអកុសលធម៌បានហើយយ៉ាងណាមិញនៅក្នុងសង្គមយើងក៏ដូចគ្នាអញ្ចឹងកាលណាបើអកុសលធម៌កើតឡើងនៅក្នុងសង្គមគឺមានន័យថាលុះត្រាតែមនុស្សហ្នឹងគឺត្រូវកសាងនៅគ្នាស្រឡាញ់សិលជាប្រភពដែរកាលណាសិលមានហើយអញ្ចឹងគឺសិលជាប្រភពទ្រទ្រង់ឲ្យមានសមាធិចិត្តហ្នឹងគឺជាតួកុសលកាលណាចិត្តនឹងមានជាតួកុសលច្រើនអញ្ចឹងចិត្តហ្នឹងគឺមានន័យថាចិត្តហ្នឹងអាចគិតគូរពីរឿងការរីកចម្រើនសម្រាប់ខ្លួនឯងផងនិងសម្រាប់អ្នកដទៃផងដូច្នេះមានចិត្តនឹងជាកុសលនឹងតែម្ដងហើយកាលណាចិត្តមានជាកុសលហើយចេះស្រឡាញ់ចេះឲ្យផលប្រយោជន៍ដល់អ្នកដទៃដូច្នេះបញ្ញាការគិតត្រូវវាជាបច្ច័យដល់តំណាក់តំណងគ្នាទាំង3ហ្នឹងគឺមានបតិកាលាគ្នាមិនអាចមានមួយណាខ្វះមួយដែរដូច្នេះដើម្បីបណ្ដុះនៅលក្ខណៈសម្បត្តិទាំង3ហ្នឹងគឺមនុស្សត្រូវផ្ដើមចេញពីការស្រឡាញ់នៅអំពើល្អនេះហើយស្អប់កពើមនៅអំពើទុច្ចរិតហើយសាងនៅអំពើដែលជាទុសលជាពិសេសដឹងស្គាល់នៅទូនាទីរបស់សិលហ្នឹងហើយសមាធិនិងបញ្ញាដើម្បីកាលណាបើយើងបានស្រឡាញ់បែបនេះដូច្នេះយើងអាចបណ្ដុះបានអញ្ចឹងគឺការបណ្ដុះហើយមនុស្សហ្នឹងគឺមានខ្លាចជាជាតិធនធានដ៏សំខាន់សម្រាប់គ្រួសារផងសម្រាប់សង្គមជាតិផងនិងសម្រាប់ពុទ្ធសាសនាផងអញ្ចឹងគឺពុទ្ធសាសនាលោកឲ្យតម្លៃខ្លាំងណាស់អំពីរឿងធនធានមនុស្សហ្នឹងហើយធនធានមនុស្សដើម្បីឲ្យខ្លាចជាមនុស្សសំខាន់គឺត្រូវមានលក្ខណៈសំខាន់3ដោយបានចម្រើនពើកណ្ដាលហ្នឹងឯងសាធុគុំចាស់ដោយអនុលោមតាមពេលវេលាអស់ទៅហើយចឹងសូមអរគុណចំពោះគុំចាស់
បាទកម្មវិធីប្រពុទ្ធសាសនាថ្ងៃនេះឈានចូលដល់ទីបញ្ចប់ហើយនៅវេលាថ្ងៃស្អែកខ្ញុំប្រកាសណាខ្ញុំបាននឹងវិលត្រឡប់មកជួបព្រះគុណម្ចាស់អស់លោកស្រីនិងកញ្ញាតាមពេលដំណងដដែលគណៈនេះខ្ញុំប្រកាសណាខ្ញុំបាទសូមអគុណសូមគោរពលាសូមស្វាគមន៍ការវិលត្រឡប់មកកាន់កម្មវិធីប្រពុទ្ធសាសនាថ្ងៃនេះសាជាថ្មីម្ដងទៀតហើយជាមួយខ្ញុំបាទហើយថ្ងៃនេះដែរវាគ្មិនរបស់យើងគឺដូចសពមួយដងគឺប្រគុណម្ចាស់សង្ឃរវិជាសុបនធឿនបច្ចារិកាវត្តនមនីនិងជាព្រះសមុអនុគុណខណ្ឌមញ្ជ័យរាជធានីភ្នំពេញរបស់យើងនៅព្រឹកនេះព្រះអង្គបានចំណាយពេលដ៏មានតម្លៃទៀតហើយក្នុងការនិមន្តចូលរួមធ្វើជាវាគ្មិនក្នុងការដោះស្រាយទៅលើប្រធានបទធំមួយទៀតដោយប្រធានបទនេះធ្លាប់បានលើកកន្លងហើយប៉ុន្តែវានៅតែជាចំណុចក្តៅជាចំណុចគោលគឺបញ្ហាបរិស្ថានភាសាតែបញ្ហាបរិស្ថានគឺជាចំណុចស្នូលនៅពេលថ្មីនេះកាលពីអាទិត្យមុននៅឯប្រទេសកាតានោះក៏មានកិច្ចប្រជុំមួយនៅទីក្រុងដូហាដែលនិយាយអំពីបរិស្ថានដែរដូច្នេះចំណុចនេះនៅតែជាក្តៅហើយមានដំណំពិភពលោកក៏កំពុងតែផ្ដោតអារម្មណ៍ហើយក៏ដូចជានាវសូមឲ្យជួយធ្វើយ៉ាងណារក្សាបរិស្ថានព្រោះកាលណាយើងរក្សាបរិស្ថានបានល្អធ្វើជីវិតយើងល្អដែរព្រោះជីវិតយើងត្រូវការបរិស្ថានតាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់តែម្ដងហើយមិនមែនត្រឹមតែជីវិតមនុស្សទេរាប់បញ្ចូលទាំងធម្មជាតិរាប់បញ្ចូលទាំងសត្វតនិកនៅលើផែនដីរបស់យើងទាំងមូលក៏ត្រូវការបរិស្ថានជាចាំបាច់អញ្ចឹងដើម្បីស្រាយនៅចំណុចដ៏ធំនេះថ្ងៃនេះយើងខ្ញុំកាលណាខ្ញុំបាទសូមលើកយកតែមួយចំណុចទេដែលពាក់ព័ន្ធទៅលើបញ្ហាបរិស្ថាននេះអញ្ចឹងដើម្បីកុំឲ្យខែពេលយូរខ្ញុំកាលណាខ្ញុំបាទសូមតាំងជាសំណួរតែម្ដងទុនចាស់ខ្ញុំបានសូមក្រាបថ្លែងបង្គំកាលណាសំណួរថ្ងៃនេះផ្ដោតជាសំខាន់ទៅលើបញ្ហាបរិស្ថានប៉ុន្តែមុននឹងចូលដល់បញ្ហាបរិស្ថានស៊ីជម្រៅបន្តិចខ្ញុំបានចង់ឲ្យម្ចាស់រំគាសេចក្តីក៏ដូចជាឲ្យនិយមន័យរបស់ពាក្យហ្នឹងព្រោះពេលខ្លះយើងគាត់តែពោលថាបរិស្ថានហ្នឹងដូចជារឿងស្រាលមិនចឹងកុំចាស់ហើយខ្លះក៏មិនយល់ថាស្អីទៀតបរិស្ថានហ្នឹងហើយមិនចាំបាច់ត្រូវការបរិស្ថានអញ្ចឹងដើម្បីមុននឹងឈានចូលដល់ប្រធានបទដែលជាមូលបទស្នូលខ្ញុំចង់ឲ្យគុណចាស់រំលឹកថាតើស្អីគេបរិស្ថានគុំចាស់មានន័យមិនគុំចាស់សម្រាប់បរិបទនេះណាសូមរដ្ឋាភិបាលសូមចម្រើនពរពាក្យបរិស្ថាននេះគឺជាពាក្យមួយរក្សានៅនិយមន័យឬក៏ដោតផ្ដាប់នៅគុណធម៌ជាច្រើនហើយនៃពិតរបស់ពាក្យបរិស្ថាននេះគឺសំដៅយកអ្វីទាំងអស់ទាំងមានជីវិតទាំងឥតជីវិតដែលនៅជុំវិញខ្លួនយើងនឹងតែម្ដងនេះជានិយមន័យរួមប៉ុណ្ណាសូមចម្រើនពរកណានិយមន័យនេះគឺថារបស់ដែលនៅជុំវិញយើងឈ្មោះបរិស្ថានចុះក្នុងនៃបរិស្ថានដដែលថាតើគេមានបែងចែកមិនទេខ្ញុំចាស់ជាប្រមាណប្រភេទអីទៅក្នុងបរិស្ថានប៉ុន្តែនៅក្នុងនៃសង្គមហើយនឹងតាមបែបពុទ្ធសាសនាយើងសង្ខេបមកបរិស្ថាននេះមានពីរប្រភេទសំខាន់ទី1គឺបរិស្ថានសង្គមវប្បធម៌បរិស្ថានសង្គមវប្បធម៌យើងបែងចែកទៅទៀតមានផ្នែកមានជីវិតនិងផ្នែកឥតជីវិតផ្នែកមានជីវិតហ្នឹងគឺសំដៅយកមនុស្សសត្វទាំងអស់ដែលមានចលនានៅជុំវិញយើងហ្នឹងហើយផ្នែកឥតជីវិតហ្នឹងគឺបានដល់សំណង់អ្វីដែលកើតឡើងអំពីគំនិតច្នៃប្រឌិតរបស់មនុស្សនឹងគេហៅផ្នែកឥតជីវិតនិងផ្នែកហ្នឹងគឺជាផ្នែករបស់បរិស្ថានសង្គមវប្បធម៌ហើយទី2គឺសំដៅយកបរិស្ថានធម្មជាតិសំដៅយកអ្វីទាំងអស់ដែលនៅជុំវិញខ្លួនយើងហើយពាក្យថាធម្មជាតិនេះគឺសំដៅយកអ្វីទាំងអស់ដែលកើតអំពីធម៌បើអំពីពាក្យធម្មៈមានន័យថាធម៌ជាតិតៈហ្នឹងឬក៏ជាតិតិគឺកំណើតដែលកើតអំពីធម៌មិនមែនមានន័យថាអ្វីដែលកើតឡើងអំពីគំនិតច្នៃប្រឌិតទេគឺអ្វីទាំងអស់កើតចេញមកអំពីធម៌ហើយក្នុងនៃពុទ្ធសាសនាលោកសម្ដែងថាអ្វីដែលកើតឡើងតាមធម៌នោះបើនិយាយទៅសម្ដៅយកធាតុ4នឹងតែម្ដងដែលយើងហៅថាធម្មជាតិហ្នឹងគឺធាតុដីទឹកភ្លើងខ្យល់តែអញ្ចឹងបានជាចំណែកតាំងពីប្រភេទនៃបរិស្ថានទាំងពីរនេះគឺមានតួនាទីសំខាន់ណាស់សម្រាប់
ជីវិតរបស់មនុស្សសត្វទូទៅអញ្ចឹងបានជាចំណែកទាំងពីរប្រភេទនេះជាពិសេសគឺបរិស្ថានធម្មជាតិហើយនិងបរិស្ថានសង្គមវប្បធម៌គឺមានតួនាទីសំខាន់ដូចគ្នាអញ្ចឹងដែរបងครับតាមប្រគុណម្ចាស់បានលើកមិញថាចំណុចទាំងអស់គឺត្រូវផ្សារភ្ជាប់គ្នាទៅវិញទៅមកទាំងចំណុច3ហ្នឹងដែលគុណពិនិត្យមើលថាតើក្នុងចំណែកទាំង3នៃបរិស្ថានថាតើចំណែកមួយណាដែលជាចំណុចសំខាន់ដែលយើងជីវិតយើងមិនអាចខ្វះបានបងចា៎ក្នុងដំណើររស់នៅរបស់មនុស្សម្នាក់មានន័យថាបរិស្ថានទាំងពីរហ្នឹងគឺត្រូវតែដើរទៅព្រមគ្នានឹងតែម្ដងក្នុងការរស់នៅយើងដឹងហើយថាប្រសិនបើជីវិតរបស់យើងបរិស្ថានមនុស្សមានន័យថាផ្នែកមានជីវិតនឹងយើងមិនមានការរស់នៅអាស្រ័យគ្នាស្របជាមួយគ្នាទេមានន័យថាយើងរស់នៅមិនបានសេចក្តីសុខទេអញ្ចឹងបានជាយើងត្រូវមានអន្តរកម្មត្រូវមានភាពស្និទ្ធស្នាលដល់គ្នានឹងគ្នាការរស់នៅសំខាន់ហើយក្នុងពុទ្ធសាសនាលោកសម្ដែងឲ្យថាបុគ្គលសប្បាយគឺសំខាន់មែនទែនរស់នៅក្នុងសង្គមមនុស្សកាលណាយើងចេះបង្កើតបរិយាកាសសប្បាយរីករាយជាមួយគ្នាចេះស្រឡាញ់រាប់អានគ្នាតែនឹងហើយមានន័យថាយើងចេះធ្វើអន្តរកម្មល្អជាមួយនឹងមនុស្សហើយទី2បរិស្ថានសង្គមវប្បធម៌ហ្នឹងដែលជាផ្នែកខាងអត្តមានជីវិតហ្នឹងគឺសំដៅយកសំណង់អ្វីផ្សេងដែលជាហេដ្ឋារចនាសម្ព័ន្ធកាលណាយើងបានកសាងរីកចម្រើនល្អអញ្ចឹងទៅដូច្នេះវាជាបច្ច័យមួយជំនួសដល់ផ្លូវចិត្តរបស់យើងផ្នែកយើងមើលទៅឃើញល្អអញ្ចឹងដូច្នេះបញ្ជូនព័ត៌មានល្អធ្វើឲ្យចិត្តយើងសប្បាយរីករាយនិងទី2ហើយទី3នោះតកតងរឿងបរិស្ថានធម្មជាតិគឺថ្មបានចម្រើនពរថានៅពេលណាដែលយើងចេះរក្សានៅធាតុទាំង4ហ្នឹងធម្មជាតិឲ្យបានគង់វង្សមានន័យថាធាតុដីយើងត្រូវថារក្សាធ្វើយ៉ាងម៉េចកុំឲ្យមានភាពខ្សោះទឹកអញ្ចឹងគឺជាផ្នែកមួយដ៏សំខាន់ទ្រទ្រង់រាងកាយរបស់យើងកាលណាបើសិនបើទឹកនឹងយើងរក្សាបានគង់វង្សអានឹងក៏ជាផ្នែកសំខាន់ដែរហើយទី3នោះគឺភ្លើងក៏ដូចគ្នាទី4ខ្យល់ណានៅពេលណាដែលបរិស្ថានធម្មជាតិមានភាពបរិសុទ្ធមានន័យថាធាតុទាំង4មានភាពបរិសុទ្ធនៅជីវិតយើងហ្នឹងគឺមានន័យថាជាជីវិតមួយស្រស់ថ្លាហ្នឹងតែម្ដងប៉ុន្តែនៅពេលណាដែលបរិស្ថានទាំងផ្នែកឥតវិញ្ញាណមានវិញ្ញាណជាពិសេសធម្មជាតិនឹងត្រូវបានបំពុលត្រូវបានបំផ្លាញទេគឺមានន័យថាវាធ្វើឲ្យប៉ះពាល់ដល់ដំណើរការរស់នៅរបស់យើងជាតិពុលវាធ្វើឲ្យវាប៉ះពាល់ដល់សុខភាពរបស់យើងអញ្ចឹងបានជាក្នុងប្រសូតមួយដែលពុទ្ធសាសនាលោកបានលើកឡើងថានៅពេលណាដែលព្រាហ្មណ៍ក្តីកហបតីក្តីបព្វជិតក្តីប្រណិប័តតាមធម៌មានន័យថារក្សាធាតុទាំង4នោះឲ្យបានល្អមិនបំផ្លាញមិនប្រព្រឹត្តនៅអំពើណាមួយឲ្យប៉ះពាល់នៅធាតុទាំង4ឬក៏ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសង្គមវប្បធម៌ទេតែនឹងហើយមានន័យថាយើងកំពុងប្រព្រឹត្តតាមធម៌កាលណាយើងប្រព្រឹត្តតាមធម៌មានន័យថាតែនឹងគឺជីវិតរបស់យើងគឺរស់នៅប្រកបដោយសេចក្តីសុខពេលណាយើងទៅចូលទៅដល់កន្លែងធម្មជាតិមានព្រៃព្រឹក្សាល្អដែលឮសំឡេងមកពីរស់អញ្ចឹងទៅវាបញ្ជូនព័ត៌មានដល់ផ្លូវចិត្តរបស់យើងភ្នែកយើងឃើញធម្មជាតិព្រៃព្រឹក្សាល្អដែលក្លិនច្រមុះរបស់យើងពេលដែលចូលទៅព្រៃនឹងមានក្លិនឈើផ្កាក្អូបតាមខ្យល់មកអញ្ចឹងទៅវាធ្វើឲ្យសុខភាពយើងល្អនឹងតែម្ដងតែនឹងដែលជាចំណែកមួយធាតុទាំង4ហ្នឹងគឺមិនអាចខ្វះមួយណាបានទេដូច្នេះសូម្បីជីវិតរបស់មនុស្សយើងសពថ្ងៃក៏ដូចគ្នាអញ្ចឹងដែរយើងកើតមកតាមទ្រឹស្ដីពុទ្ធសាសនាលោកថាកើតមកអំពីធាតុ4ណាហើយរស់នៅក៏អាស្រ័យធាតុ4ដែរអញ្ចឹងបើសិនបើធាតុ4ដីទឹកភ្លើងខ្យល់នឹងធម្មជាតិនឹងត្រូវបានយើងថារក្សាធ្វើឲ្យមានភាពបរិសុទ្ធជីវិតរបស់យើងនឹងគឺទទួលបាននូវភាពបរិសុទ្ធរស់នៅប្រកបដោយសេចក្តីសុខណាស់ហើយនៅពេលណាដែលយើងបុគ្គលណាមួយមិនបានថែរក្សានៅរបស់ទាំងអស់ហ្នឹងទេមានន័យថាដូចយើងបំផ្លាញជីវិតយើងអញ្ចឹងហើយយើងមើលសំបីវិស័យរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានត្រាស់ដឹងឡើងក៏ក្នុងព្រៃដែរតែនឹងដែលជាកិច្ចមួយដែលយើងត្រូវពិចារណាថាព្រះសម្មាសម្ពុទ្ធលោកឲ្យតម្លៃយ៉ាងខ្លាំងទៅលើបរិស្ថានហ្នឹងប្រសូតក៏ក្នុងព្រៃដែរត្រាស់ដឹងក៏ក្នុងព្រៃបរិនិព្វាននៅក្នុងព្រៃសម្ដែងធម៌ក្នុងព្រៃដែរហើយព្រះអង្គលោកត្រាស់ដឹងនៅរឿងច្បាប់ធម្មជាតិនឹងតែម្ដងអញ្ចឹងបានជាព្រះអង្គលោកយល់ឃើញថារឿងបញ្ហាធម្មជាតិនេះគឺជាកត្តាសំខាន់ណាស់ហើយមនុស្សក៏សំខាន់ដែរដូចគ្នាអញ្ចឹងគឺក្នុងចំណោមបរិស្ថាន2ធំហើយយើងបែងចែកថា3ក៏ថាបានដែរមានន័យថាត្រូវមានដេញតលយៈភាពគ្នានឹងតែម្ដងនៅពេលណាដែលមនុស្សនឹងរស់នៅថែរក្សាព្រៃធម្មជាតិបានដូច្នេះធម្មជាតិនឹងរក្សាព្រៃរក្សាជីវិតរបស់យើងមកវិញដែរអញ្ចឹងបានមានពាក្យមួយថាដូចជាខ្លាហើយនឹងព្រៃអញ្ចឹងដែរព្រៃពឹងខ្លាក៏ពឹងព្រៃ
បើសិនបើខ្លានឹងមិនរក្សាព្រៃទេដូច្នេះមានន័យថាខ្លាអត់មានទីកន្លែងជ្រកទេព្រៃក៏ដូចគ្នាអញ្ចឹងបើសិនបើអត់ខ្លាទេគេនឹងកាប់ព្រៃអញ្ចឹងបានជាព្រៃពឹងខ្លាពឹងព្រៃត្រូវអាស្រ័យគ្នាទៅវិញទៅមកយ៉ាងណាមិញមនុស្សយើងក៏ដូចគ្នាអញ្ចឹងដែរគឺមនុស្សពឹងធម្មជាតិហើយធម្មជាតិក៏ត្រូវពឹងមនុស្សនៅពេលណាដែលមនុស្សយើងថែរក្សាធម្មជាតិឲ្យបានគង់វង្សត្រឹមត្រូវល្អដូច្នេះធម្មជាតិរមែងថែរក្សាមនុស្សយើងជីវិតមនុស្សយើងឲ្យបានគង់វង្សហើយប្រកបដោយសេចក្តីសុខរស់នៅប្រកបដោយសេចក្តីសុខអត់មានសេចក្តីសុខណាប្រៀបបានទេហើយនេះជាចំណែកមួយដែលអាត្មាសូមបញ្ជាក់ថាទស្សនៈពុទ្ធសាសនាក៏លោកឲ្យតម្លៃយ៉ាងខ្លាំងពីរឿងបញ្ហាបរិស្ថានហ្នឹងហើយមិនគ្រាន់តែថែរក្សាបរិស្ថានធម្មជាតិសូម្បីបរិស្ថានមនុស្សក៏ព្រះអង្គលោកឲ្យតម្លៃដែរថារស់នៅក្នុងសង្គមក្តីគឺត្រូវមានការអាស្រ័យគ្នាត្រូវមានអន្តរកម្មល្អជាមួយនឹងមនុស្សហើយជាមួយធម្មជាតិក៏ដូចគ្នានៅពេលណាយើងមានអន្តរកម្មល្អជាមួយនឹងធម្មជាតិនៅពេលនោះមានន័យថាយើងកំពុងតែថែរក្សាធម្មជាតិអញ្ចឹងធម្មជាតិនឹងថែរក្សាយើងមានន័យថាវាជួយគ្នាទៅវិញទៅមកតែនឹងដែលអាត្មាចង់ចម្រើនពរជូនថានឹងហើយឈ្មោះថាយើងប្រណិប័តតាមធម៌ពាក្យថាធម្មជាតិមានន័យថាអ្វីដែលកើតពីធម៌អញ្ចឹងយើងប្រណិប័តតាមធម្មជាតិរក្សាធម្មជាតិមានន័យថាយើងរក្សាធម៌អញ្ចឹងថែធម៌នឹងថែរក្សាយើងឲ្យបានជីវិតវែងឆ្ងាយបរិបូរណ៍ពោពេញទៅដោយសេចក្តីសុខមិនអាចខ្វះមួយណាបានទេបើសូមចម្រើនពរកណាគុណម្ចាស់បានលើកមិញឃើញថាសឹងអស់សេចក្តីដែរគុណម្ចាស់ទោះបីថាសង្ខេបខ្លីប៉ុន្តែមានន័យគ្រប់គ្រាន់អញ្ចឹងដល់អនុលោមតាមពេលវេលាកណាសូមក្រាបថ្វាយគុំអរគុណគុណម្ចាស់កម្មវិធីពុទ្ធសាសនានៅថ្ងៃនេះឈានចូលទីបញ្ចប់ទៅហើយដោយអនុលោមតាមពេលវេលារបស់យើងដែលមានកំណត់នោះកម្មវិធីនឹងវិលត្រឡប់មកជួបប្រគុណម្ចាស់អស់លោកស្រីនេះនិងកញ្ញាតាមពេលម៉ោងដដែលនៅវេលាថ្ងៃស្អែកជាបន្តទៀតខណៈនេះខ្ញុំកណាខ្ញុំបានសូមអរគុណសូមគោរពលា